មើលស្ដុកកាលប្រហែលឆ្នាំមុនល្បីថាស្ដុកឯងមកកែខាងឆ្លើយសំណួរខ្លាំងណាស់ឥឡូវអ្នកគ្រូសុំសួរស្ដុកឯង3 4 10 20លានសំណួរទៀតបើស្ដុកឯងឆ្លើយបានស្ដុកឯងពិតជាអស្ចារ្យមែនទែនឥឡូវអ្នកគ្រូចាប់ដើមសួរណាបើឆ្លើយមិនត្រូវប្រយ័ត្នអ្នកគ្រូចាប់រំលោភគាត់ណាស្ដុកឯងអ្នកគ្រូចាប់លោបអើយបាទអ្នកគ្រូខ្ញុំនឹងព្យាយាមឆ្លើយតើ2 + 2 ស្មើនឹងប៉ុន្មានបាទអ្នកគ្រូ2 + 2 ស្មើនឹងផែហើយត្រឹមត្រូវអូអស្ចារ្យស្ដុកបាច់ស្ដុកខ្លាំងមែនទែនវើយឥឡូវអ្នកគ្រូសួរឯងមួយសំណួរទៀតតើការ៉េចុះនៅពេលណាបាទអ្នកគ្រូការ៉េចុះនៅពេលហាយធ្លាក់ត្រូវទៀតមកតបងឡើយឥឡូវអ្នកគ្រូសួរឯងមួយសំណួរទៀតតើនៅលើក្បាលមាន់មានអ្វីបាទអ្នកគ្រូគឺមានសេអ្នកគ្រូយីអានេះត្រឹមត្រូវទៀតហើយវើយតើដូចម្ដេចដែលហៅថាក្មេងល្អបាទអ្នកគ្រូក្មេងល្អគឺជាក្មេងដែលចេះគោរពចាស់ទុំចុះឧទាហរណ៍បើស្ដុកឯងកំពុងតែដើរស្រាប់តែដើរជន់ជើងចាស់ទុំតើស្ដុកត្រូវធ្វើដូចម្ដេចបាទអ្នកគ្រូគឺយើងត្រូវសុំទោសគាត់ចុះបើស្ដុកសុំទោសគាត់ហើយគាត់គិតថាស្ដុកជាក្មេងល្អចេះគោរពចាស់ទុំពេលនោះគាត់ឲ្យស្ដុកចាយ5000រៀលតើប្អូនត្រូវធ្វើដូចម្ដេចទៀតបាទអ្នកគ្រូពេលនោះខ្ញុំនឹងជន់ជើងគាត់មកខាងទៀតដើម្បីគាត់ឲ្យខ្ញុំ5000ទៀតវានឹងគ្រប់10000យេអ៊ីអាហ្នឹងលើសហើយស្ដុកឥឡូវអ្នកគ្រូសួរអីមួយសំណួរទៀតគេថាលុយមិនអាចទិញអ្វីៗបានទាំងអស់នោះទេបាទអ្នកគ្រូគឺមកពីលុយអត់គ្រប់អូត្រឹមត្រូវស្ដុកពិតជាអស្ចារ្យមែនទេណាអានេះឆ្លៃត្រូវរហូតណាឥឡូវសំណួរនេះជាសំណួរចុងក្រោយបើឯងឆ្លើយត្រូវខែនេះគ្រូនឹងឲ្យឯងជាប់តែម្ដងតើអ្វីដែលតំណាងឲ្យប្រទេសជាតិយើងបាទអ្នកគ្រូគឺស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិអូអស្ចារ្យមែនទេ